สวมสวาก็មកកាន់ Channel របស់ Admin សាជាថ្មីម្ដងទៀតបន្ទាប់ពីការខកខានជួបគ្នានេះអស់រយៈពេលយូរកន្លងមកហើយថ្ងៃនេះផងដែរយើងមកតាមដានទស្សនានៅព័ត៌មានប្រចាំថ្ងៃជាមួយនឹង Admin ដូចតទៅសម្រាប់ប្រិយមិត្តថ្មីដែលមិនទាន់បានចុច Subscribe សូមចុច Subscribe ម្នាក់មួយផងណាដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតពី Admin សម្រាប់ថ្ងៃទី19ខែកុម្ភៈឆ្នាំ2026យើងនឹងនិយាយអំពីលោកគ្រូតា Carlo Ancelotti ពេលនេះលោកគ្រូ Carlo Ancelotti កំពុងតែចាប់ផ្ដើមជីវិតថ្មីនៅប្រេស៊ីលយ៉ាងប្រសើរបន្ទាប់ពីចាក់ចេញពី Real Madrid ដើម្បីដឹកនាំក្រុមជម្រើសជាតិនិងត្រៀមសម្រាប់ World Cup 2026ហើយពេលថ្មីនេះគាត់មានគម្រោងបន្តកិច្ចសន្យា4ឆ្នាំហើយក៏បានឆ្លៀតនិយាយអំពីកីឡាករ Vinicius Junior ជាដើមម្យ៉ាងនៅក្នុងកម្មវិធី Universal Valdano គាត់ក៏និយាយអំពីបញ្ហាប្រឈមរបស់លោកគ្រូ Xabi Alonso នៅ Real Madrid ហើយនៃដ៏សំខាន់របស់គាត់នោះគឺប្រសិនបើក្លឹបចង់បានគាត់ត្រឡប់ទៅវិញគាត់អាចបើកចំហអំពីឱកាសត្រឡប់ទៅក្លឹបវិញនៅថ្ងៃអនាគតផងដែរព័ត៌មានថ្ងៃនេះមានតែប៉ុណ្្នឹងសូមអរគុណសម្រាប់ការតាមដានទស្សនាសូមជម្រាបលាបាយបាយ